បាទសូមគោរពនឹងជម្រាបសួរបងប្អូន FC នៅក្នុង YouTube ទាំងអស់គ្នាបាទអូខេអញ្ចឹងថ្ងៃនេះបាទវិលមកជួបខ្ញុំម្ដងទៀតហើយបងប្អូនបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះផងដែរបាទខ្ញុំមកនិយាយតាក់ទងជាមួយនឹងបាទបទពិសោធន៍បាទជាមេរៀនរបស់ trader បាទនេះហើយគឺជាចំណុចមួយដែលបាទយើងគួរតែពិចារណាហើយបាទយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុតបាទមុននឹងសម្រេចចិត្តដូចថាយើងបោះបង់ការងារយើងចោលហើយមក trade បាទបែបពេញម៉ោងបងប្អូនបាទឬក៏បែប full time បាទអញ្ចឹងចំណុចកន្លែងនេះបាទគឺជាចំណុចមួយដែលខ្ញុំអត់ទាន់សូវដែលបាននិយាយទេបាទហ្នឹងហើយគឺមានបាទ trader មួយចំនួនបាទគាត់ដូចថាទឹមតែស្គាល់នៅក្នុងវិស័យ trade ណាបាទហើយបន្តមកទៀតគឺគាត់បាទចូលប្រឡូកលើកដំបូងហ្នឹងគឺគាត់ទទួលបានផលចំណេញដល់ពេលគាត់ទទួលបានផលចំណេញគាត់បាទបែរជាសង្ឃឹមបាទ 100% ទៅលើវិស័យ trade ហ្នឹងយកតែម្ដងបាទដោយគាត់ចង់បានចំណូលពីការ trade ហ្នឹងបាទមកផ្គត់ផ្គង់ការចំណាយបាទការចាយវាប្រចាំថ្ងៃរបស់បាទគាត់ហើយនឹងក្រុមគ្រួសារអញ្ចឹងទៅបាទប៉ុន្តែជាអកុសលអីបាទគឺវាបានបាទធ្វើឲ្យអ្វីដែលគាត់បានរំពឹងទុកហ្នឹងបែរជាបាទរលាយសាបសូន្យបាទនេះគឺជាមេរៀនដ៏ថ្លៃមួយណាបងប្អូនណាបាទហ្នឹងហើយដែលមិនអាចកាត់ថ្លៃបានមួយបាទសម្រាប់អ្នកដែលចូលមកប្រឡូកនៅក្នុងវិស័យ trade ថ្មីហើយគិតថាចង់លាឈប់ពីការងារអីចឹងណាបាទហ្នឹងហើយមក trade បាទបែប full time បាទអញ្ចឹងចំណុចកន្លែងនេះខ្ញុំសូមឲ្យបាទអ្នកដែលចូលមក trade ហ្នឹងបាទមានការគិតពិចារណាឲ្យបានច្បាស់លាស់ណាបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមលើកបាទជារឿងពិតបាទសម្រាប់ដែលខ្ញុំបានទៅស្ដាប់បាទសម្រាប់ trader ដែលគាត់បរាជ័យបាទដោយគាត់គិតខុសណាបងប្អូនណាបាទហ្នឹងហើយគាត់គិតខុសតាំងពីលើកដំបូងនៅពេលដែលគាត់ចូលមក trade បាទបន្តមកទៀតគឺគាត់បានសម្រេចចិត្តបោះបង់ការងារដែលគាត់មានណាបាទហ្នឹងហើយដែលជាការងារមានប្រាក់ខែបាទប្រចាំខែឲ្យតែចប់ខែយើងទទួលបានលុយបើកប្រាក់ខែមកហើយបាទគាត់បោះបង់ការងារនឹងចោលគាត់អត់ឲ្យលក្ខណៈថាគាត់អត់ផ្ដល់តម្លៃអត់ឲ្យតម្លៃលើការងារនឹងទេបាទគាត់មើលងាយការងារដែលមានប្រាក់ខែប្រចាំបាទខែរបស់គាត់ហើយគាត់ក៏មក trade ជាគោលបងប្អូនណាបាទហ្នឹងហើយជាអាជីពបាទដោយពេញម៉ោងហ្មងណាបាទអញ្ចឹងចំណុចកន្លែងនេះគឺបាទមាន trader ភាគច្រើនបាទក៏ត្រឡប់មកធ្វើការងារវិញណាបងប្អូនបាទហ្នឹងអញ្ចឹងខ្ញុំសូមបាទនិយាយប្រាប់អ្នកទាំងអស់គ្នាតទៅជាមួយនឹងប្រវត្តិ trader ប៉ុន្តែខ្ញុំអត់បានបាទបង្ហាញឈ្មោះហើយនឹងដូចថាជីវប្រវត្តិរបស់គាត់មកពីណាពីណីណាបាទប៉ុន្តែខ្ញុំបាទមកបង្ហាញជូនអ្នកទាំងអស់គ្នាបាទគឺមាន trader បាទគាត់ទឹមតែមានបទពិសោធន៍ថ្មីទេបងប្អូនណាបាទហ្នឹងហើយមានបទពិសោធន៍ថ្មីទេមិនដល់មួយឆ្នាំស្រួលបួលផងបាទហ្នឹងហើយគឺគាត់រៀនចេះតិចនិចអីហ្នឹងបាទគឺច្បាស់របស់គាត់ហ្នឹងហើយហើយនៅពេលដែលគាត់ចូលមកប្រឡូកនៅក្នុងវិស័យ trade លើកដំបូងគឺគាត់ទទួលបានផលចំណេញពិតមែនបងប្អូនបាទគឺចំណេញចឹងណាបាទហ្នឹងហើយចំណេញប៉ុន្តែការដែលគាត់មានចំណុចប្រព័ន្ធ trade ដូចថាតាំងចំណុច TP ឬក៏ចំណុច SL ច្បាស់លាស់ណាគឺគាត់អត់ទាន់បាទគោរពទៅតាមប្រព័ន្ធ trade នឹងច្បាស់លាស់ទេបាទនៅពេលដែលគាត់ចំណេញគឺគាត់បិទដៃយកណាបាទហ្នឹងហើយនៅពេលចំណេញបិទដៃយកហ្នឹងហើយបិទដៃយកហើយគាត់ចំណេញទៀងទាត់ពិតមែនបងប្អូនបាទហ្នឹងហើយនៅពេលដែលគាត់ចូល trade មកដំបូងគឺគាត់ចំណេញទៀងទាត់មែនបាទបន្តមកទៀតបាទគាត់ក៏បានសម្រេចចិត្តបាទគាត់ក៏បានសម្រេចចិត្តដាក់ទុននឹងធំជាងមុនបាទសម្រេចចិត្តដាក់ទុននឹងធំជាងមុនរហូតទៅដល់ចំណូលរបស់គាត់មួយថ្ងៃបាទគាត់អាចរកបានចន្លោះពី50ទៅ100បាទ$150បាទហ្នឹងហើយដល់ពេលអញ្ចឹងទៅគឺគាត់ confident លើខ្លួនឯងខ្លាំងមែនតើបាទគាត់ថាអូខេចំណូលប៉ុណ្ណនេះគឺអាចបាទធ្វើឲ្យគាត់ហ្នឹងបាទលាឈប់ពីការងាររបស់គាត់បានដូច្នេះហើយបាទគាត់ក៏បានសម្រេចចិត្តបាទលាឈប់ពីការងាររបស់គាត់ណាបាទហ្នឹងហើយការងាររបស់គាត់ហ្នឹងគឺប្រាក់ខែបាទខ្ទង់ជា$700ណាបងប្អូនបាទខ្ទង់ជា$700សហរដ្ឋអាមេរិកក្នុងមួយខែណាបាទហ្នឹងហើយគាត់ក៏បានបោះបង់ការងារនឹងចោលដោយអាងហេតុផលថាធុញជាមួយនឹង boss ធុញជាមួយនឹងប្រធានផ្នែកអីចឹងណាបាទហ្នឹងហើយគឺគាត់ធុញនឹងអឺការ complain ឬក៏ការត្អូញស្ដីបន្ទោសពីបាទអ្នកថ្នាក់លើអញ្ចឹងណាបាទអញ្ចឹងទៅក៏គាត់មានអារម្មណ៍ថាធុញបាទគាត់ក៏ប្រមូលលុយទាំងអស់ហ្នឹងបានទុនប្រហែលជា$6000ណាបងប្អូនបាទបន្ទាប់មកទៀតក៏បាទលាឈប់ពីការងារហ្នឹងបាទមក trade ជា full time ហ្មងបាទហ្នឹងហើយអញ្ចឹងគឺ
ចំនួនបាទគាត់ trade ហ្នឹងបាទរយៈពេលមិនដល់បាទ5ខែស្រួលបួលផងបងប្អូនណាបាទអញ្ចឹងទឹកលុយ$6000របស់គាត់ហ្នឹងបាទបែរជាដាច់បាទដាច់ដើមដាច់ចុងយកតែម្ដងបងប្អូនណាបាទរហូតមកដល់បាទចុងក្រោយគឺរត់ទៅរកបាទសុំរកការងារធ្វើវិញបាទជាបន្ទាន់យកតែម្ដងបងប្អូនណាបាទដោយសារតែ cash flow អីហ្នឹងគឺបានកាត់ផ្ដាច់អស់ហើយបាទដោយសារតែគាត់ដាច់គណនេយ្យបាទហ្នឹងហើយអញ្ចឹងហើយបើគឺគាត់ trade មាសហ្នឹងហើយបងប្អូនណាបាទគាត់ trade មាសហ្នឹងហើយបាទគាត់គណនេយ្យរបស់គាត់ដល់ពេលគាត់បានទុនបាទសរុបទាំងអស់$6000ហ្នឹងគឺគាត់ដាក់ចូលមកទាំងអស់យកតែម្ដងបាទដល់ពេលគាត់បានបាទនិយាយប្រាប់ថា$6000ហ្នឹងគឺគាត់ចេញម្ដងបាទពីចន្លោះពី0.បាទ 0.2 អញ្ចឹងទៅបងប្អូនណាបាទ 0.2 lot ណាបាទហ្នឹងហើយ 0.1 0.2 ហ្នឹងគឺគាត់ចេញខ្ទង់ប៉ុណ្ណឹងឯងបាទហើយអត់មានដាក់ SL ទេបាទហើយមានពេលមួយទៀតបាទគឺព័ត៌មាន non farm បងប្អូនណាបាទហ្នឹងហើយអញ្ចឹងយើងដឹងស្រាប់ហើយបាទព័ត៌មាន non farm គឺក្រាបបាទកត្រាក់ខ្លាំងណាស់បងប្អូនបាទហ្នឹងហើយអញ្ចឹងវាជាធម្មតាបាទ non farm payroll គឺយើងស្គាល់ណាបាទហ្នឹងហើយគឺព័ត៌មានហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ដល់បាទក្រាបមាននេះគឺខ្លាំងមែនតើបាទអញ្ចឹងនៅពេលដែលចេញតួលេខមកហៅថាល្អឬក៏មិនល្អហ្នឹងគឺធ្វើឲ្យក្រាបមានហ្នឹងបាទ swing ខ្លាំងមែនតើបងប្អូនណាបាទហ្នឹងហើយគឺមកព័ត៌មានគឺ swing ខ្លាំងមែនតើបាទជាអកុសលអីបាទគឺគាត់អត់បានមើលព័ត៌មាននឹងស្រួលបួលបងប្អូនណាបាទឃើញក្រាបចុះហើយគាត់នៅតែបាយទៀតបងប្អូនបាទចុះហើយគាត់នៅតែបាយទៀតបាទហ្នឹងហើយគឺ 0.1 បាទគាត់ចុចចំនួនសរុបទាំងអស់ហ្នឹងគឺចំនួន10 lot បងប្អូនណាបាទមិនមែន10 lot ទេគឺ10ដងបងប្អូនបាទអញ្ចឹងមានន័យថា 0.1 ហ្នឹងគឺ10ដងអញ្ចឹងវាសរុបទៅគឺ1 lot ហ្នឹងហើយបងប្អូនបាទហើយយើងដឹងស្រាប់ហើយបាទថាមាសបាទរត់មិនដែរបងប្អូនបាទគឺច្រើនចំណុចខ្លាំងមែនតើបាទព័ត៌មាន non farm ណាបងប្អូនបាទរត់មកវឹបគឺបើសិនអ្នកទាំងអស់គ្នា control គណនេយ្យអត់បានស្រួលបួលទេគឺអាចដាច់គណនេយ្យយកតែម្ដងពីព្រោះថាបាទវិស័យ forex នេះគឺយើងប្រើ leverage ហើយយើងដឹងស្រាប់ហើយ leverage គឺជាអាវុធមុខពីរបាទមិនមែនអ្នកទាំងអស់គ្នាឃើញថា leverage យើងប្រើ leverage ហ្នឹងធ្វើឲ្យយើងទទួលបានផលចំណេញខ្ពស់តាមពិតមិនមែនទេបងប្អូនបាទវាគឺជាអាវុធមុខពីរបងប្អូនណាបាទធ្វើឲ្យអ្នកទាំងអស់គ្នាអាចទទួលបានផលចំណេញខ្ពស់ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកទាំងអស់គ្នាខាតបង់ខ្ពស់ដូចគ្នាបាទដូច្នេះនៅពេលដែលអ្នកទាំងអស់គ្នាខាតបង់ខ្ពស់បូកផ្សំជាមួយនឹងទឹកលុយនៅក្នុងគណនេយ្យរបស់អ្នកទាំងអស់គ្នាមានដែនកំណត់ដូច្នេះគឺវាអូសតែបន្តិចបាទទឹកលុយរបស់អ្នកទាំងអស់គ្នាអាចបាត់បង់បាទហោះទៅតាមខ្យល់មកបងប្អូនណាបាទហ្នឹងហើយអញ្ចឹងចំណុចកន្លែងនេះនឹងឯងគឺជាមេរៀនមួយបាទដែលបាទអ្នក trade បាទគួរតែយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងហានិភ័យបាទពីព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាដាច់គណនេយ្យបាទលុយដែលយើងដាច់គណនេយ្យហើយបងប្អូនណាបាទអាចថាមិនងាយនឹងបាទតាមវាមកវិញបានដោយងាយទេបងប្អូនបាទនេះគឺខ្ញុំនិយាយកន្លែងនេះគឺជាចំណុចមួយដែលគួរតែយកចិត្តទុកដាក់ខ្លាំងបំផុតនៅពេលដែលយើងដាច់គណនេយ្យហើយគឺមិនអាចបាទមានលទ្ធភាពបាទបញ្ចូលលុយបន្ថែមដើម្បីទាញយកអ្វីដែលខាតបង់នឹងបានមកដោយងាយទេបាទនេះគឺខ្ញុំសូមនិយាយប្រាប់តែប៉ុណ្្នេះចុះបងប្អូនបាទអញ្ចឹងការគ្រប់គ្រងគណនេយ្យគឺជារឿងសំខាន់បងប្អូនណាបាទហើយសូម្បីតែយើងបាទបដូរគេថាមកបដូរមកជា full time trader អ្នក trade ជាអាជីពបាទមានតែចំណូលពីការ trade តែមួយមុខឯងបងប្អូនចំណុចកន្លែងនេះខ្ញុំសូមឲ្យអ្នកទាំងគ្នាគិតពិចារណាបានច្បាស់ខ្លាំងមែនតើបាទគិតឲ្យបានម៉ត់ចត់ខ្លាំងមែនតើពីព្រោះថាការ trade បាទវាអាចឲ្យយើងទទួលបានផលចំណេញពិតមែនប៉ុន្តែវាមិនអាចទទួលបានផលចំណេញដូចថាទៀងទាត់បាទឬក៏ផលចំណេញថាមួយខែដឹងតែចំណេញ$1000ឬក៏$2000ក្រឹតបាទដូចថាពេញបែបនេះយកតែម្ដងដូចប្រាក់ខែយើងហ្មងគឺអត់បានទេបាទវាអាចមានពេលខ្លះបាទយើងខាតទៅវិញបាទមានពេលខ្លះគឺយើងចំណេញមកវិញបាទវាមានបែបនេះបងប្អូនដូច្នេះបើសិនជាយើងអត់ទាន់បានសិក្សាពីចំណុចកន្លែងនេះឲ្យបានយល់ច្បាស់ទេបាទវាគឺជាចំណុចមួយដែលយើងមិនគួរសម្រេចចិត្តបាទលាឈប់ពីការងាររបស់យើងមក trade បាទបែប full time ទេបងប្អូនណាបាទហ្នឹងហើយណាមួយទៀតបាទសំបីតែខ្ញុំផ្ទាល់ខ្ញុំមើលឃើញថាការ trade បែប full time នេះគឺវាតានតឹងខ្លាំងមែនតើបងប្អូនបាទដោយសារតែយើងពឹងផ្អែកតែចំណូលតែមួយផ្លូវត្រូវអត់បាទនៅពេលដែលយើងពឹងផ្អែកចំណូលតែមួយផ្លូវគឺធ្វើឲ្យយើងតានតឹងខ្លាំងមែនតើហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថានៅពេលដែលយើងคลายខ្លួនជា day trader ណាបាទ
យើងអត់អាចចំណេញបានសពរាល់ថ្ងៃទេបាទយើងអត់អាចចំណេញបានរាល់ថ្ងៃទេចំណុចកន្លែងនេះគឺជាចំណុចមួយដែលវាពិបាកធ្វើខ្លាំងមែនតើបងប្អូនណាបាទហើយណាមួយទៀតអ្វីដែលធ្វើឲ្យយើងបាទអាចទទួលបានការខាតបង់ដោយសារតែយើងអត់ទាន់យល់ពីធម្មជាតិរបស់វានឹងឯងបងប្អូនបាទធម្មជាតិដែលយើងធ្វើការងារគេឬក៏យើងលក់ដូរអីប្រចាំថ្ងៃយើងបានទទួលបាន cash flow ហ្នឹងគឺប្រចាំថ្ងៃបាទយើងទទួលបានផលចំណេញបាទយើងទទួលបានប្រាក់ជាម៉ោងគិតម៉ោងឬក៏ជាប្រាក់ខែហ្នឹងគឺទៀងទាត់ត្រូវទេបាទចប់ខែចប់ម៉ោងយើងដឹងតែបាទបានលុយហើយប៉ុន្តែវិស័យ trade គឺខុសពីហ្នឹងវិស័យ trade គឺអត់ដូចបាទការលក់ដូរឬក៏ការធ្វើការងារបាទអត់ដូចគ្នាទេបងប្អូនណាបាទពេលខ្លះបាទក៏ចំណេញបាទពេលខ្លះក៏ខាតបាទដូច្នេះបើសិនជាចំណុចខ្សោយរបស់យើងបើសិនជាប៉ះថ្ងៃខាតយើងអត់ទទួលស្គាល់វាបាទយើងអត់ទទួលយកវាបានទេធ្វើឲ្យយើងលក្ខណៈថាបាទល្មើសទៅនឹងច្បាប់ល្មើសទៅនឹងវិន័យបាទចំណុចកន្លែងនេះនឹងឯងគឺជាចំណុចដែលភាគច្រើនគឺអ្នក trade ភាគច្រើនដាច់គណនេយ្យដោយសារតែអត់គោរពទៅតាម rule អត់គោរពទៅតាមរបៀបវិន័យកន្លែងនេះនឹងឯងបាទនៅពេលដែលប៉ះខាតយើងចង់តាមទុនមកវិញឲ្យបានលឿនបាទកន្លែងនេះគឺខ្ញុំយល់បងប្អូនណាបាទដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់មកគឺខ្ញុំយល់អញ្ចឹងហើយបានជាបាទពេលខ្លះទៀតបាទយើងអាចដាច់គណនេយ្យបានដោយសារតែយើងលំមាស់ដៃបាទនៅពេលដែលខាតហើយចង់បានទុនមកវិញលឿនហ្នឹងឯងបងប្អូនបាទដោយអត់រងចាំតម្រង់ស្អាតបាទវាក៏អាចធ្វើឲ្យយើងបាត់បង់លុយទាំងស្រុងទៅវិញក៏អាចថាបានដែរបាទដូច្នេះចំណុចកន្លែងនេះគឺជាចំណុចមួយដែលបាទ trader បាទភាគច្រើនកុំមើលរំលងអីណាបងប្អូនណាបាទការគ្រប់គ្រងគណនេយ្យនេះគឺសំខាន់ខ្លាំងមែនទែនបាទការគ្រប់គ្រងគណនេយ្យជាមួយនឹងការគ្រប់គ្រងផ្លូវអារម្មណ៍របស់យើងនេះគឺសំខាន់ខ្លាំងមែនទែនបាទបើសិនជាយើងល្មើសតែបន្តិចគឺអាចដាច់គណនេយ្យបាទហើយធ្វើឲ្យយើងហ្នឹងបាទបើយើងជា full time ទៀតអូញាក់សាច់បងប្អូនណាបាទហ្នឹងហើយដាច់គណនេយ្យដាច់លុយទុនដាច់អីអស់ហើយបាទសួរថាយើងបានលុយមកពីណាមក trade ទៀតអត់មានទេដូច្នេះចំណុចមួយគឺមានតែបកទៅបាទរកការងារបាទធ្វើនឹងឯងបងប្អូនណាបាទដើម្បីបានប្រាក់ខែដើម្បីបានទុនមកវិញបាទនេះគឺជាចំណុចមួយដែលយើងគួរតែគិតពិចារណាឲ្យបានច្បាស់លាស់បងប្អូនណាបាទហ្នឹងហើយមុននឹងយើងសម្រេចចិត្តលាឈប់ពីការងារដែលមានប្រាក់ខែបាទប្រចាំខែបាទដល់ខែគេបើកឲ្យដល់ខែគេបើកឲ្យបាទយើងកុំតាន់បាទមើលងាយមើលស្រាលទៅនឹងការងារដែលមានប្រាក់ខែបងប្អូនបាទដោយសារតែការងារដែលមានប្រាក់ខែសូម្បីរាល់ថ្ងៃបាទខ្ញុំក៏នៅបាទធ្វើការងារបាទទទួលយកប្រាក់ខែពីគេដូចគ្នាបងប្អូនណាបាទហ្នឹងហើយដោយសារតែខ្ញុំមើលឃើញថាប្រាក់ខែគឺជាលុយតិចពិតមែនប៉ុន្តែវាទទួលបានឲ្យយើងប្រចាំរហូតបងប្អូនបាទហ្នឹងហើយប្រចាំរហូតបាទទោះបីជាស្ថានភាពបែបណាក៏យើងទទួលបានលុយប្រចាំខែមកដែរបាទវាអត់ឲ្យយើងដាច់ពោះស្លាប់ទេបងប្អូនបាទនេះអ្នកទាំងគ្នាត្រូវចាំកន្លែងនេះណាបាទហើយកុំមើលឃើញថាគេមិនគេអ្នកផ្សេងគេ trade បានលុយច្រើនច្រើនមែនដល់ពេលខុសពីខ្ញុំបាទខ្ញុំមិនបានជា trade ទៅដាច់រហូតបាទ trade ទៅខាតរហូតបាទដោយសារតែយើងអត់ទាន់បានបាទសិក្សាវាបានច្បាស់លាស់ឬក៏យើងអត់ទាន់បានចំណាយពេលហ្វឹកហាត់បាទទៅលើវាឲ្យបានឆ្អិនបាទអត់ទាន់ចេះច្បាស់អត់ទាន់បាទខ្លាំងគេថាមិនចូលដល់កម្រិតខ្លាំងមួយបាទដែលយើងហ្វឹកហាត់ដល់កម្រិតណាបាទអញ្ចឹងចំណុចកន្លែងនេះក៏សូមឲ្យអ្នកទាំងគ្នាបាទត្រឡប់ទៅហាត់សមឬក៏ហ្វឹកហាត់ trade ហ្នឹងឲ្យកាន់តែបាទខ្លាំងពូកែជាងមុនណាហ្នឹងហើយដើម្បីជាចំណុចឬក៏បង្កើតជំរឿឲ្យខ្លួនឯងឲ្យកាន់តែច្រើនបាទដូចថាយើងអាចថាមានឱកាសបង្កើតចំណូលឬក៏រកប្រាក់ចំណូលបន្ថែមពីការ trade online អីចឹងទៅណាបាទហ្នឹងហើយនេះគឺយើងហ្វឹកហាត់បន្ថែមទៀតបាទហ្នឹងហើយសូម្បីតែខ្ញុំរាល់ថ្ងៃក៏ខ្ញុំនៅតែហាត់សមខ្ញុំនៅតែហ្វឹកហាត់ trade បាទសូម្បីតែខ្ញុំចេះតាមទម្រង់ដែលខ្ញុំបាទប្រើប្រចាំថ្ងៃក៏ខ្ញុំនៅតែហាត់សមខ្ញុំនៅតែមើលក្រាបរហូតបងប្អូនណាបាទខ្ញុំនៅតែហាត់ខ្ញុំនៅតែមើលបាទខ្ញុំលក្ខណៈថាវាជាចំណុចមួយដែលយើងបាទអត់អាចមើលរំលងបានបងប្អូនណាបាទហ្នឹងហើយក៏អត់អាចធ្វើប្រហែលបានដែរបាទពីព្រោះថាធ្វើប្រហែលគឺធ្វើឲ្យយើងមានតែខាតបង់ហ្នឹងឯងបាទដូច្នេះចំណុចដែលយើងយកចិត្តទុកដាក់គឺហាត់សមបាទគោរពតាមប្រព័ន្ធ trade បាទមើលក្រាបឲ្យបានច្រើនបាទពីព្រោះតែក្រាបពីមួយថ្ងៃទៅមួយថ្ងៃវាអត់រត់ដូចគ្នាទេបាទប៉ុន្តែគាត់ថាវាអាចថារត់
pattern វាស្រៀងគ្នាប៉ុន្តែសួរថាវារត់ដូចគ្នាបេះបិទមកគឺអត់ទេបាទដូច្នេះក៏យើងតាមដានស្ថានភាពទីផ្សាររាល់ថ្ងៃដូចគ្នាបាទហាត់សមស្រង់ស្ថិតិបែបហ្នឹងតរហូតបងប្អូនណាបាទហ្នឹងហើយនេះlà trader ទី1បាទហ្នឹងហើយគឺមេរៀនរបស់គាត់បាទហ្នឹងហើយ6000ដាច់ប៉ាត់បាទរត់ទៅរកការងារបាទថ្មីបាទធ្វើការងារយកប្រាក់ខែដូចមុនเนาะបាទហ្នឹងហើយមាន trader មួយទៀតបងប្អូនណាបាទ trader មួយទៀតគឺគាត់បាទមានលុយទុនហ្នឹងគឺ10000បងប្អូនណាបាទ10000 trade ចំណេញរហូតបងប្អូនណាបាទហ្នឹងហើយ trade ចំណេញរហូតទៅដល់លុយរបស់គាត់ហ្នឹងគឺសល់ច្រើនខ្លាំងមែនតើបាទហ្នឹងហើយសល់ច្រើនខ្លាំងមែនតើបាទគាត់ចំណេញពី10000ហ្នឹងទៅបាទរហូតទៅដល់50000បាទ50000 upgrade រហូតទៅដល់100,000 10បាទទៅដល់500,000ណាបងប្អូនណាបាទដល់ពេលអញ្ចឹងទៅគឺគាត់លក្ខណៈថាទីផ្សារគឺធ្វើអីគាត់អត់បានណាបងប្អូនបាទទីផ្សារធ្វើអីគាត់អត់បានទេបាទដល់ពេលខណៈពេលហ្នឹងបងប្អូនបាទគាត់ប្រាប់ថាកាលវគ្គហ្នឹងគឺវគ្គដែលបាទចាប់ផ្ដើមសង្គ្រាមបងប្អូនបាទសង្គ្រាមរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីបាទដល់ពេលសង្គ្រាមពឹបបាទមាសចាប់ផ្ដើមហក់ឡើងខ្លាំងដល់ពេលអញ្ចឹងទៅគាត់បាយរហូតបងប្អូនបាទបាយឡើងខ្លាំងមែនតើបាទឡើងខ្លាំងបាទបាយចំណេញបាទដល់ពេលដែលមាសវាឡើងខ្លាំងបាទគាត់ចាប់ផ្ដើមថាអូខេបាទចំណុចកន្លែងនេះគឺមាសធ្វើអីគាត់អត់បានទេបងប្អូនបាទហ្នឹងហើយបាយចំណេញរហូតបាទប៉ុន្តែដូចយើងបានដឹងហើយថាមិនថាផលិតផលអីទេបងប្អូនបាទវាមិនអាចឡើងដល់រហូតទេបាទវាអាចមានពេលមួយទៀតគឺចុះមកវិញដូចគ្នាបងប្អូនណាបាទហ្នឹងហើយវាមានពេលមួយចុះមកវិញដូចគ្នាបាទហើយគាត់ជឿជាក់មួយទៀតថានៅពេលដែលពិភពលោកមានដូចថាមានបញ្ហាចលាចលអីចឹងណាបាទហ្នឹងហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យមាសហ្នឹងវាចាប់ដើមហើបវាចាប់ដើមតម្លៃហ្នឹងគឺចាប់ដើមហក់ឡើងបន្ថែមទៀតឯងដោយសារតែពិភពលោកគឺគេនៅជឿទុកចិត្តលើមាសហ្នឹងខ្លាំងបំផុតបាទតាមអ្វីដែលយើងជឿកន្លងមកបងប្អូនណាបាទមាសគឺជាបាទទ្រព្យសម្បត្តិមួយដែលបាទពិភពលោកទូទាំងពិភពលោកហ្នឹងទទួលស្គាល់ដូច្នេះនៅពេលដែលប្រទេសមួយមានវិបត្តិអីចឹងណាបាទអញ្ចឹងលុយបាទរបស់ប្រទេសមហាអំណាចនោះដូចជាលុយដុល្លារឬក៏លុយចិនលុយជប៉ុនអីចឹងណាអាចថាมันមានការទទួលស្គាល់បាទដូចមុនទៀតទេត្រូវទេបាទហ្នឹងហើយអញ្ចឹងមានតែមាសមួយទេដែលជា standard បាទនៅក្នុងការដោះដូរបាទរបស់មានតម្លៃផ្សេងអីទៀតបាទដូច្នេះនៅពេលដែលគេជឿថាពិភពលោកមានភាពចលាចលមានសង្គ្រាមមានអីចឹងទៅធ្វើឲ្យមាសហ្នឹងចាប់ដើមហើបឡើងលើបាទដល់ពេលហើយបាទគាត់ជឿបែបហ្នឹងនឹងឯងបាទដល់ពេលគាត់បាយទៅបាទវាត្រូវពិតមែនប៉ុន្តែមានពេលមួយគឺដល់ពេលវាធ្លាក់វិញបងប្អូនណាបាទដល់ពេលធ្លាក់វិញគាត់ព្យាយាមបាយទៀតបាទបាយទប់អត់ជាប់បាទគាត់បាយដូចបាខូតចឹងបងប្អូនណាបាទបាយដូចបាខូតចឹងបាទលុយដែលគាត់ boost មកហ្នឹងគឺឡើងចូល$100,000បងប្អូនណាបាទ$50,000ជាងហើយបាទប៉ុន្តែចុងក្រោយបងប្អូនដឹងមិនអត់ដាច់គណនីបាទដោយសារតែដល់ពេលទឹកលុយកាន់តែច្រើនបាទគាត់ចាប់ដើមចេញឡតហ្នឹងកាន់តែធំគេថាទូធំក្តោងធំបងប្អូនបាទមានន័យថាទឹកលុយច្រើនដល់ពេលខុសទិសដៅយើងអត់ព្រមទទួលបាទការខាតបង់ឃើញទេបាទក្រាបដល់ពេលរត់ខុសទិសដៅយើងគិតថាវាអាចថាចុះមកដល់ចំណុចមួយហើយវាបកទៅលើវិញអញ្ចឹងណាបាទប៉ុន្តែយើងដឹងស្រាប់ហើយថាផ្សារមាសបាទកាយសាហាវណាបងប្អូនតើវាអូសបងប្អូនណាបាទហ្នឹងហើយបើសិនជាវាអូសបាទយើងចេញឡតកាន់តែធំអូសកាន់តែខ្លាំងគណនីរបស់យើងខាតកាន់តែខ្លាំងវាក៏ធ្វើឲ្យយើងខាតបង់ទៅតាមនឹងដូចគ្នាដូច្នេះបើសិនជាយើងប្រើផ្លូវអារម្មណ៍ចង់ឈ្នះវាបាទឲ្យតល់តែបានហ្មងណាបាទហ្នឹងហើយអត់សុខចិត្តចាញ់ទេបាទហ្នឹងហើយនៅពេលដែលវាធ្លាក់ខុសទិសដៅហើយឬក៏វាឡើងទៅលើយើងព្យាយាម sell ឡើងកាន់តែខ្ពស់ sell កាន់តែខ្លាំងឬក៏នៅពេលវាចុះកាន់តែខ្លាំងយើងបាយកាន់តែខ្លាំងបាទចុះកាន់តែខ្លាំងបាយដោយបាខូតបាទសរុបទៅនៅពេលដែល overload ខ្លាំងពេកបាទគណនីរបស់យើងបាទទ្រាំទ្រអត់រួចគឺចុងក្រោយគឺដាច់គណនីហ្នឹងឯងបាទគឺចំណុចមេរៀនកន្លែងនេះគឺធ្វើឲ្យគាត់ស្ដាយខ្លាំងមែនទែនបងប្អូនណាបាទស្ដាយខ្លាំងមែនទែនបាទក្រាបគាត់ថា draw down រហូតមកដល់ធ្លាក់មកដល់$200,000វិញហើយគាត់នៅតែអត់ខាត់បងប្អូនណាបាទហើយទាំងដែលទុនរបស់គាត់គាត់ start ត្រឹមតែ10000ណាបងប្អូនណាបាទហ្នឹងហើយឡើងចំណេញឡើងប៉ុណ្ណានៃទៀតដែរបាទគាត់អត់ព្រមខាត់ដែរបាទគាត់ឃើញរូបភាពថាគាត់ចំណេញហើយ maximum ដែលគាត់ចំណេញនោះទឹកលុយនៅក្នុងគណនីរបស់គាត់គឺ$50,000បាទ
50,000 បងប្អូនបាទប៉ុន្តែគាត់នៅតែបាទចងចាំថាទឹកលុយដែលគាត់មានណាបាទ 50,000 គាត់អត់មានបានគិតថាទឹកលុយដើមរបស់គាត់ចាប់ផ្ដើម start មុនដំបូងត្រឹមតែ 10,000 ទេបងប្អូនណាបាទហ្នឹងហើយដូច្នេះបាទចំណុចដែលយើងប្រើ leverage កន្លែងនេះគឺអាចធ្វើឲ្យលុយតូចៗរបស់យើងហ្នឹងคล้ายជាលុយដុំធំបានប៉ុន្តែវាក៏អាចបដូរពីលុយដុំធំហ្នឹងមកคล้ายជា0បានដូចគ្នាបងប្អូនណាបាទបើសិនជាយើងអត់បានគោរពទៅតាមហានិភ័យបានច្បាស់លាស់គឺវាបែបនេះហ្នឹងឯងបាទដូច្នេះហើយទីផ្សារ forex នេះខ្ញុំមើលឃើញថាវាគ្រោះថ្នាក់ខ្លាំងណាស់បាទបើសិនជាយើងអត់ចេះគ្រប់គ្រងហានិភ័យអត់ចេះគ្រប់គ្រងគណនេយ្យបាទហ្នឹងហើយអ្នកទាំងអស់គ្នាកុំគិតថាបទពិសោធន៍របស់យើងត្រឹមតែ2ឆ្នាំអីយើងចេះឆ្អិនណាតាមពិតគឺអត់ទេបើសិនជាបទពិសោធន៍របស់យើង2ឆ្នាំយើងចេះច្បាស់តែរឿងតិចនិចប៉ុន្មានប៉ុន្តែការគ្រប់គ្រងគេហៅថាផ្លូវអារម្មណ៍បាទស្មារតីរបស់យើងបាទយើងអត់តាន់បានគ្រប់គ្រងវាបានក៏យើងមិនតាន់បាទអាចចាត់ទុកថាខ្លួនឯងជាអ្នក trade ដ៏ខ្លាំងជំនាញបានដែរបងប្អូនណាបាទពីព្រោះថាការ trade គឺមិនមែនតែតិចនិចតែមួយមុខទេបាទដូចខ្ញុំបានបញ្យល់ជូនអ្នកទាំងគ្នារាល់ដងចឹងវាមានទាំងការគ្រប់គ្រងបាទផ្លូវអារម្មណ៍របស់យើងបាទ psychology របស់យើងនឹងឯងបាទនឹងឯង mindset mind របស់យើងនឹងឯងបាទជាមួយនឹងការគ្រប់គ្រងគណនេយ្យរបស់យើងបាទយើងធ្វើម៉េចកុំឲ្យវាបាទដាច់គណនេយ្យបងប្អូនណាបាទពីព្រោះថាបើយើងប្រើ leverage បែបនេះយើងចេញឡតធំពេកបាទក្រាបអូសតែបន្តិចខុសទិសដៅគឺយើងដាច់ឯងបាទដូច្នេះបានជាខ្ញុំឲ្យអ្នកទាំងគ្នា trade មានចំណុច TP ចំណុច SL ច្បាស់លាស់ទៅបាទវាល្អជាងដែលយើងបាទចេញឡតទៅផ្ដេសទៅផ្ដាស់ហើយយើងអត់បានគណនាឡតឲ្យវាបាទដល់ពេលយើងចេះតែចុចផ្ដេសផ្ដាស់ដូចបាខូនអញ្ចឹងដល់ពេលវាខុសទិសដៅគឺធ្វើឲ្យយើងដាច់គណនេយ្យឬក៏ខាតបង់ធ្ងន់ធ្ងរនឹងឯងបងប្អូនណាបាទនេះគឺជាចំណុចដែលបាទគួរសោកស្ដាយខ្លាំងមែនតើបងប្អូនណាបាទរឿងពិតទាំងឡាយដែលខ្ញុំបានស្ដាប់បាទគេមកហ្នឹងគឺវាទឹកលុយច្រើនណាបាទបើធៀបជាមួយខ្ញុំផ្ទាល់បាទខ្ញុំមានទឹកលុយម្ដងហ្នឹងទេបាទប៉ុន្តែធ្វើមិនបងប្អូនណាបាទគឺខណៈពេលហ្នឹងគឺខ្លួនគាត់ផ្ទាល់ក៏គាត់គិតអត់ដល់ដែរបាទក៏គាត់អត់តន់គិតបាទគិតបានកន្លែងហ្នឹងណាបាទហ្នឹងហើយដល់ពេលដាច់គណនេយ្យបាននឹកឃើញស្ដាយក្រោយបាទភាគច្រើនគឺអញ្ចឹងហ្នឹងឯងបាទ trader ភាគច្រើនគឺអញ្ចឹងហ្នឹងឯងដល់ពេលដាច់គណនេយ្យអស់លុយពីខ្លួននេះបានចាប់ផ្ដើមបាទគិតមកវិញថាធ្វើហេតុអីបានជាយើងគិតបាទគិតអញ្ចឹងខណៈពេលហ្នឹងបាទហ្នឹងហើយហេតុអីបានយើងគិតអញ្ចឹងបាទបើសិនជាយើងខាត់តែបន្តិចទៅយើងសល់ទុនសល់អីត្រឡប់មកវិញបានបាទមានលុយមានកាក់អីដកមកវិញបានសល់ហើយបាទចុងបញ្ចប់គឺដាច់សូនផឹងយកតែម្ដងបងប្អូនណាបាទហើយក៏ត្រឡប់មកធ្វើការងារបាទស៊ីប្រាក់ខែដូចមុនអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងនេះគឺជាមេរៀនដ៏ថ្លៃបំផុតមួយសម្រាប់បាទខ្ញុំផងដែរបាទពីព្រោះថាខ្ញុំចូលចិត្តមើលអ្នក trade ដែលគាត់បរាជ័យបែបហ្នឹងច្រើនណាបាទដើម្បីជាមេរៀនហើយដើម្បីពង្រឹងស្មារតីខ្លួនឯងផងដែរបងប្អូនបាទពីព្រោះថាយើងក៏អាចធ្វើប្រហែសបានដែរបាទយើងគិតថាយើងចំណេញយើងមានអំណួតបាទហ្នឹងហើយ ego របស់យើងខ្ពស់យើងអត់ទទួលស្គាល់ការខាតបង់អាហ្នឹងក៏អត់កើតដែរបាទអញ្ចឹងហើយខ្ញុំបង្ហាញលទ្ធផលជូនអ្នកទាំងគ្នាមើលមួយចុះបាទសប្តាហ៍កន្លងទៅនេះបងប្អូនណាបាទហ្នឹងហើយខ្ញុំក៏ trade ខាតដូចគ្នាបាទឥឡូវខ្ញុំបង្ហាញជូនអ្នកទាំងគ្នាមើលមួយនេះបងប្អូនបាទនេះក្រាបកន្លែងនេះគឺខ្ញុំខាតហ្នឹងហើយបងប្អូនបាទឃើញអត់ធ្លាប់ម្ដងខ្ញុំ trade បាទមានតាំង TP បាទតាំង stop loss ប៉ុន្តែកន្លែងនេះមូលហេតុអីបានជាខ្ញុំបាទអត់មានសញ្ញាពណ៌ក្រហមពណ៌បៃតងដូចមុនបាទដោយសារតែខ្ញុំខាត់បាទមុននឹងវាទៅបុក SL ហ្នឹងហើយបងប្អូនបាទបើសិនជាខ្ញុំបដ ாய் ឲ្យបុក SL បាទខាតខ្លាំងជាងនឹងទៀតបាទចំណុចកន្លែងនេះបងប្អូនឃើញអត់បាទខាតជាប់នោះគឺខ្លាំងមែនតើបាទកន្លែងនេះគឺធ្វើឲ្យខ្ញុំបាទផ្លូវអារម្មណ៍ផ្លូវចិត្តរបស់ខ្ញុំហ្នឹងបាទ drop down ដែរបងប្អូនបាទកន្លែងនេះណាបាទដោយសារតែយើងចូលតាមតិចនិចទេប៉ុន្តែវានៅតែខុសទិសដៅបាទកន្លែងនេះសុកចិត្តខាត់បងប្អូនណាបាទប្រព័ន្ធ trade មួយនេះគឺឲ្យដូចកាលពីសប្តាហ៍កន្លងទៅអញ្ចឹងបាទដូចវីដេអូមុនអញ្ចឹងគឺខ្ញុំដាក់ TP ខ្លីប៉ុន្តែ SL រៀងវែងបងប្អូនណាបាទហ្នឹងហើយដោយផ្ដោតទៅលើ win rate ណាបាទប៉ុន្តែដល់ពេលស្រាប់តែក្រាបរត់ខុសទិសដៅបាទគឺខាតទុននឹងគឺខ្លាំងមែនតើបងប្អូនបាទនេះគឺចំណុចដែលខ្ញុំ trade នេះគឺមាសកន្លែងនេះហ្នឹងឯងបងប្អូននេះសប្តាហ៍កន្លងទៅមកបងប្អូនណាសប្តាហ៍កន្លងមកបងប្អូនបាទសំទោសនេះបាទចូលតាមទ្រឹស្ដីហានិភ័យរបស់ខ្ញុំហ្នឹងបងប្អូនបាទកន្លែងនេះបាទខ្ញុំចុចបានគឺតម្លៃដុំហ្នឹងឯងបាទប៉ុន្តែ
សួរថាវាចុះមកក្រោមអត់បាទវានៅតឡើងទៅលើបន្ថែមទៀតបាទនេះ time frame 1ម៉ោងបងប្អូនណាបាទហ្នឹងហើយដល់ពេលខ្ញុំត្រឡប់មកមើល time frame 5នាទីគឺបែបនេះបងប្អូនបាទនេះនៅក្នុង trading view គឺកន្លែងនេះហ្នឹងឯងបាទអ្នកទាំងអស់គ្នាមើលណាបាទនេះកន្លែងនេះហ្នឹងឯងបាទខ្ញុំព្យាយាម sell មកវិញប៉ុន្តែវានៅតែអត់ចុះបងប្អូនណាបាទចូលតាមតម្រងហានិភ័យរបស់ខ្ញុំហ៎បាទនេះដល់ពេល time frame 5នាទីបាទខ្ញុំបានតម្លៃ sell ហ្នឹងគឺនៅចំណុចកន្លែងនេះបាទនេះខ្ញុំសុំលុបចោលវិញសិនបាទបងប្អូនបាទនេះខ្ញុំបានតម្លៃ sell ហ្នឹងគឺនៅចំណុចកន្លែងនេះបងប្អូនបាទប៉ុន្តែក្រាវានៅតែអត់ចុះបងប្អូនណាបាទសុកចិត្ត cut loss បងប្អូននេះ zone នេះហ្នឹងឯងបាទនេះនៅតែឡើងទៅលើទៀតបងប្អូនបាទនេះឃើញទេបាទចូលតាមទម្រង់ហានិភ័យរបស់ខ្ញុំប៉ុន្តែវានៅតែឡើងទៅលើទៀតបាទដូច្នេះខ្ញុំក៏សម្រេចចិត្ត cut ណាបងប្អូនបាទ cut បាទអញ្ចឹងសប្តាហ៍កន្លងមកនេះគឺប៉ះនេះខាតជាប់គ្នានេះគឺធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអូហូបាទតិចនិចក៏ទប់អត់ជាប់ដែរបងប្អូនណាបាទហ្នឹងហើយចូលតាមទម្រង់ហានិភ័យបាទដូចខ្ញុំបង្ហាញជូនរាល់ដងអញ្ចឹងបាទចូលបេះបិទហើយបាទហ្នឹងហើយប៉ុន្តែធ្វើម៉េចបាទវាទប់អត់ជាប់បងប្អូនណាបាទយើងព្យាយាមបាទថាឲ្យវាចុះមកក្រោមប៉ុន្តែវានៅតែឡើងទៅលើបន្ថែមទៀតណាបាទនេះរូបភាពពិតជាក់ស្ដែងបាទនេះវានៅមានកន្លងហក់ឡើងលើថែមទៀតបងប្អូនណាបាទនេះឃើញទេបាទដូច្នេះគឺមានតែខាត់ហ្នឹងឯងបងប្អូនបាទកុំស្ដាយអសោះបងប្អូនបើថាវាខុសគឺខាត់បាទពេលខ្លះទៀតបាទខ្ញុំ flexible ដែរបាទមិនចាំឲ្យវាទៅបុក SL ពេញទេបាទហ្នឹងហើយខាត់យកតែម្ដងបងប្អូនណាបាទអញ្ចឹងគឺរូបភាពមួយនេះហ្នឹងឯងបាទវានៅតែឡើងទៅលើថែមទៀតបងប្អូនឃើញទេបាទនេះគឺសរុបលទ្ធផលបាទមួយសប្តាហ៍ពេញតាំងពីថ្ងៃចន្លោះពីថ្ងៃទី25ដល់ថ្ងៃទី29បាទ29មួយសប្តាហ៍ពេញគឺ profit នៅសល់ប៉ុណ្ណឹងឯងបងប្អូនណាបាទឃើញទេបាទរាល់ដងគឺបុក TP បុកអីបាទតាមតិចនិចបាទទិស័យហានិភ័យដែលខ្ញុំប្រើរដងហ្នឹងឯងបាទប៉ុន្តែមាសបាទម្ដងហ្នឹងគឺវាធ្វើស៊ីខ្លាំងមែនបាទប៉ុន្តែនេះគឺលទ្ធផលសរុបដោយរួមបងប្អូនណាបាទហ្នឹងហើយ2សប្តាហ៍កន្លងមកបាទអូខេអញ្ចឹងគឺយើងនៅដែនចំណេញបាទដោយសារតែទី1បាទគឺយើងចាប់ផ្ដើមទទួលស្គាល់ការពិតថាបើសិនខុសហើយគឺខាត់ទៅបងប្អូនបាទកុំបដែតបដោយកុំពជាពេលពីព្រោះថាក្រាបតម្លៃយើងអត់អាចកំណត់បានទេបងប្អូនណាបាទទីផ្សារមួយនេះគឺកាយសាហាវណាបាទបើសិនជាវាឡើងខ្ពស់ហើយបាទខ្ពស់ម្ដងហើយនៅខ្ពស់ម្ដងទៀតបងប្អូនណាបាទតម្លៃទាបក៏អញ្ចឹងដែរបាទទាបម្ដងហើយនៅទាបម្ដងទៀតបាទយើងកុំគិតថាតម្លៃវាទាបហីបាទយើងមានអារម្មណ៍ថាទាបហីយើងបាយយកតែម្ដងអត់ទេបងប្អូនពេលខ្លះគឺមិនអញ្ចឹងទេបាទបើសិនជាវាតម្លៃចុះហើយគឺនៅចុះម្ដងទៀតចុះម្ដងហើយចុះម្ដងទៀតបាទតម្លៃហើបឡើងលើក៏អញ្ចឹងដែរបងប្អូនបាទហើបម្ដងហើយហើបម្ដងទៀតហើបម្ដងហើយម្ដងទៀតបាទដូច្នេះវាគ្រោះថ្នាក់ខ្លាំងណាស់បាទបើសិនជាយើងអត់មានការគ្រប់គ្រងហានិភ័យបានស្រួលបួលណាបាទហ្នឹងហើយអញ្ចឹងហើយវីដេអូថ្ងៃនេះបាទខ្ញុំមកនិយាយនេះគឺរៀងច្រើនតិចហើយបាទតាក់ទងជាមួយនឹងបាទការដែលយើងចង់ដូចថា trade full time ណាបាទដោយពឹងផ្អែកតែលើចំណូលពីការ trade តាមប្រមុខបាទអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនទាន់ហ៊ានបាទធ្វើបែបហ្នឹងទេបងប្អូនណាបាទហ្នឹងហើយខ្ញុំ trade បែបនេះគឺវាអត់រងសម្ពាធបាទទី1គឺយើងមានចំណូលច្រើនផ្លូវបាទហ្នឹងហើយចំណូលពីការធ្វើការងារគេផងបាទហ្នឹងហើយចំណូលពីកន្លែងផ្សេងផងបាទចំណូលពីរឿង trade នេះផងអីផងបាទអញ្ចឹងគឺយើងអត់ដាក់សម្ពាធលើខ្លួនឯងទេប៉ុន្តែបើសិនអ្នកទាំងគ្នាបកមក trade តាមប្រមុខដោយពឹងផ្អែកទៅលើតាចំណូលពីការ trade តាមប្រមុខខ្ញុំធានាថាអ្នកទាំងគ្នានឹងបាទតានតឹងខ្លាំងមែនតើយកតែម្ដងណាបាទហ្នឹងហើយអញ្ចឹងថ្ងៃវីដេអូនេះគឺមានប៉ុណ្នេះទេបងប្អូនណាបាទហ្នឹងហើយមកចែកម្លែកមកនិយាយតាក់ទងជាមួយនឹងបាទចង់មក trade full time បាទត្រូវតែគិតឲ្យបានច្បាស់លាស់បងប្អូនណាបាទហ្នឹងហើយអូខេបាទអញ្ចឹងថ្ងៃនេះគឺមានប៉ុណ្នេះទេបាទសូមជម្រាបលាទាំងអស់គ្នាបងប្អូនណា